សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងនិទានរឿងក្មេងប្រុសឆ្លាតដ៏អស្ចារ្យជនជាតិរុស្ស៊ីម្នាក់បានអះអាងថាគាត់មកពិភពព្រះអង្គាចាប់ជាតិសាជាថ្មីនៅភពផែនដីយើងហើយខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលបានជួយគាំទ្រហើយបើបងប្អូនមិនទាន់បាន Subscribe សូមជួយចុច Subscribe ដើម្បីបានវីដេអូដែលខ្ញុំធ្វើពីនេះពីនោះចែករំលែកដល់បងប្អូនស្ដាប់កំសាន្តកែអបសុខបាទសូមអរគុណបាទបងប្អូនមានមនុស្សជាច្រើននៅលើភពផែនដីយើងនេះដែលបានអះអាងថាខ្លួនជាអ្នកចាប់កំណើតឡើងវិញរបស់បុគ្គលផ្សេងទៀតប៉ុន្តែរឿងមួយនេះគឺជារឿងមិនធម្មតាដែលជារឿងពិតដ៏ល្បីល្បាញមួយទូទាំងពិភពលោកដែលបង្កឲ្យមានការភ្ញាក់ផ្អើលនិងជជែកដេញដោលគ្នាយ៉ាងខ្លាំងទាំងក្នុងរង្វង់វិទ្យាសាស្ត្រនិងអ្នកមានជំនឿលើការចាំជាតិនិងចាប់ជាតិសារជាថ្មីក្មេងប្រុសជនជាតិរុស្ស៊ីម្នាក់នោះមានឈ្មោះថាBoriska Keprianovich ដែលហៅកាត់ថា Boriska ដែលជាក្មេងឆ្លាតដ៏អស្ចារ្យបាននិយាយថាគាត់ជាមនុស្សម្នាក់មកពីភពព្រះអង្គាដែលបានស្លាប់ដោយសារសង្គ្រាមនៅភពព្រះអង្គាហើយក៏បានមកចាប់ជាតិសារជាថ្មីនៅភពផែនដីយើងនេះការអះអាងមួយនេះដែលមិនត្រឹមតែធ្វើឲ្យមានការចង់ដឹងចង់ឃើញប៉ុណ្ណឹងទេប៉ុន្តែថែមទាំងធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងពិភពលោក Boriska កើតនៅឆ្នាំ1996ក្នុងប្រទេសរុស្ស៊ីតាំងពីអាយុបាន2ឆ្នាំមកគាត់បានចាប់ផ្ដើមនិយាយរឿងរ៉ាវដែលក្មេងទូទៅមិនអាចដឹងបានគឺរឿងរ៉ាវអំពីប្រព័ន្ធព្រះអាទិត្យផ្កាយព្រះគ្រោះនិងជាពិសេសគឺភពព្រះអង្គាគាត់អះអាងថាជីវិតមុនរបស់គាត់គឺគាត់បានរស់នៅលើភពព្រះអង្គាBoriska បានប្រាប់ថាកាលពីមុនភពព្រះអង្គាមានបរិយាកាសល្អនិងមានមនុស្សដែលមានវិជ្ជាវិទ្យាខ្ពស់ខ្លាំងខ្ពស់ជាងផែនដីបច្ចុប្បន្ននេះឆ្ងាយណាស់ប៉ុន្តែដោយសារតែការដណ្ដើមអំណាចនិងចំនួនរវាងកុលសម្ព័ន្ធឬក្រុមខុសគ្នានៅលើភពនោះសង្គ្រាមប៉ារ៉ាម៉ាណូមួយក៏បានផ្ទុះឡើងក្របបែកនិងអាវុធថាមពលខ្ពស់នៅក្នុងសង្គ្រាមនោះបានដុតបំផ្លាញស្រទាប់បរិយាកាសនិងប្រភពទឹកនៅលើភពព្រះអង្គាស្ទើរតែទាំងស្រុងដែលធ្វើឲ្យផ្នែកខាងលើនៃភពប្រែក្លាយទៅជាស្ងួតហួតហែងនិងក្លាយជាវាលខ្សាច់ពណ៌ក្រហមដូចអ្វីដែលយើងបានឃើញសពថ្ងៃ Boriska បាននិយាយទៀតថាទោះជាភពព្រះអង្គាត្រូវបានបំផ្លាញទាំងស្រុងក៏មិនមែនមានន័យថាអ្នករស់នៅលើភពព្រះអង្គាពីមុនមកនោះស្លាប់ទាំងអស់នោះទេមនុស្សមួយចំនួនដែលនៅសេសសល់បាននាំគ្នាដកថយទៅរស់នៅក្នុងទីក្រុងក្រោមដីUnderground City នៃភពព្រះអង្គាវិញពួកគេបានផ្លាស់ប្ដូរទម្រង់រស់នៅដោយដកដង្ហើមដោយប្រើប្រាស់ឧស្ម័នកាបូនិកជំនួសឲ្យអុកស៊ីហ្សែនវិញព្រោះបរិយាកាសខាងលើលែងមានអុកស៊ីហ្សែនហើយ Boriska និយាយថាពលឹងរបស់គាត់ត្រូវបានជ្រើសរើសឲ្យមកចាប់កំណើតនៅលើភពផែនដីមិនមែនដោយសារតែរឿងចៃដន្យឡើយប៉ុន្តែគឺដើម្បីជួយសង្គ្រោះភពផែនដីមូលហេតុដែលពលឹងគាត់ពីភពព្រះអង្គាមកចាប់ជាតិនៅលើភពផែនដីសម័យនេះគឺដើម្បីប្រមានមនុស្សលោកកុំឲ្យដើរតាមដានចាស់របស់ភពព្រះអង្គាពួកគេឃើញថាមនុស្សលោកបច្ចុប្បន្នកំពុងអភិវឌ្ឍអាវុធប៉ារ៉ាម៉ាណូនិងមានសង្លួសសង្គ្រាមដែលអាចនាំទៅរកទីបញ្ចប់ដោយអ្វីដែលបានកើតឡើងនៅលើភពព្រះអង្គាកាលពីអតីតកាលគាត់បាននិយាយអំពីអរិយធម៌ជឿនលឿនមួយដែលជាដំណើរការវិជ្ជាវិទ្យាហួសពីអ្វីដែលមនុស្សជាតិនៅលើភពផែនដីយើងសប្តាហ៍នេះដឹងទៅទៀតគាត់បាននិយាយថានៅលើភពព្រះអង្គានោះគឺមានទីក្រុងមានយានឧបកាសមានប្រព័ន្ធថាមពលដែលផ្អែកទៅលើមេដែកនិងទំនាញបន្ទាប់មកគាត់បានអះអាងថាសង្គ្រាមប៉ារ៉ាម៉ាណូដ៏សាហាវមួយបានផ្ទុះឡើងដោយបានបំផ្លាញជីវិតភាគច្រើននៅលើផ្ទៃភពព្រះអង្គានោះហើយគាត់បានវិពណ៌នាថាគាត់បានស្លាប់ក្នុងអំឡុងពេលសង្គ្រាមគាត់បានវិពណ៌នាបន្ថែមទៀតថាមុនពេលមានគ្រោះមហន្តរាយគាត់គឺជាផ្នែកមួយនៃកងពលពិសេសភពព្រះអង្គាដែលបានមកលេងផែនដីជាប្រចាំគាត់បាននិយាយថាជនជាតិភពព្រះអង្គាបានព្យាយាមតាក់ទងជាមួយអរិយធម៌បុរាណដំបូងជាមួយភពផែនដីជាពិសេសជាមួយជនជាតិអេស៊ីបដែលបានជួបហេតុការណ៍នេះគាត់បានវិពណ៌នាអំពីរបៀបដែលពួកជនជាតិភពព្រះអង្គាបានចែករំលែកចំណេះចេះដឹងអំពីប្រាសាទភីរ៉ាមីដបណ្ដាញធម្មពល
នឹងការធ្វើដំណើរក្នុងលំហអាកាសនេះបើយោងទៅតាមបរិស្ការជនជាតិភពព្រះអង្គារក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមអាចារ្យបុរាណអេស៊ីបដែលតែងតែរក្សាការពារចំណេះចេះដឹងអំពីផ្កាយការពិពណ៌នារបស់បរិស្ការទាំងអស់នេះបានធ្វើឲ្យអ្នកស្រាវជ្រាវនិងប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍និងងឿឆ្ងល់អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាពិសេសនេះគឺការអះអាងរបស់បរិស្ការដែលថាជនជាតិភពព្រះអង្គារបានរកឃើញអាចកំបាំងនៃភាពអមតៈមនុស្សដែលនៅលើភពព្រះអង្គារនោះនឹងមានអាយុត្រឹមតែ35ឆ្នាំប៉ុណ្ណោះបន្ទាប់មករាងកាយរបស់ពួកគេនៅតែមានស្ថិរភាពនិងមិនផ្លាស់ប្ដូរគាត់បាននិយាយថាសេចក្តីស្លាប់មិនមែនជាច្បាប់ធម្មជាតិទេប៉ុន្តែជាលក្ខខណ្ឌមួយដែលអាចយកឈ្នះបានតាមរយៈស្មារតីនិងវិជ្ជាវិទ្យាចំពោះកុមារដែលនិយាយពាក្យទាំងអស់នេះដូច្នេះនឹងមានអត្ថន័យជ្រៅជ្រះខាងទស្សនវិជ្ជាកុមារនោះគឺមានចំណេះចេះដឹងច្បាស់លាស់ណាស់បរិស្ការក៏បានបញ្យល់ផងដែរថាយានអវកាសទំនើបនិងយានរុករកពិភពផែនដីគឺមិនអាចរុករកឃើញជីវិតនៅលើភពព្រះអង្គារបានទេពីព្រោះជីវិតនិងទីក្រុងនៅលើភពព្រះអង្គារត្រូវបានបំផ្លាញទាំងស្រុងចាប់តាំងពីសង្គ្រាមនុយក្លេអ៊ែរមកម្ល៉េះអ្នករស់រានមានជីវិតបានដកថយនៅក្រោមដីយ៉ាងជ្រៅហើយឥឡូវនេះរស់នៅក្នុងទីក្រុងក្រោមដីមើលទៅភពព្រះអង្គារហាក់ដូចជាគ្មានជីវិតប៉ុន្តែនៅក្រោមដីអរិយធម៌មួយនៅតែមានហើយលាក់បាំងប៉ុន្តែសកម្មការពិពណ៌នារបស់គាត់ទាំងអស់នេះបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីជាច្រើនបានរាយការណ៍យ៉ាងទូលំទូលាយអំពីគាត់ហើយមិនយូរប៉ុន្មានគាត់បានក្លាយទៅជាប្រធានបទនៃការពិភាក្សាទូទាំងសហគមន៍ខាងវិញ្ញាណពេលគាត់ពេញវ័យគាត់ត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទមួយដើម្បីចែករំលែកការចងចាំរបស់គាត់អ្នកស្រាវជ្រាវដែលបានជួបគាត់ផ្ទាល់បានវិពណ៌នាថាគាត់ជាមនុស្សម្នាក់មានភាពស្ងប់ស្ងាត់គួរសមនិងមានចំណេះចេះដឹងគួរឲ្យភ្ញាក់ផ្អើលគាត់បាននិយាយអំពីភពទំនាញផែនដីនិងតារាសាស្ត្រដូចជាគាត់បានជួបប្រទះពួកវាដោយផ្ទាល់គ្រូរបស់គាត់បាននិយាយថាគាត់មានការយល់ដឹងលើពីការអប់រំក្នុងសាលាជាផ្លូវការដោយវិចារណញ្ញាណដែលមិនអាចពន្យល់បានបើទោះបីជាមានការសង្ស័យយ៉ាងទូលំទូលាយក៏ដោយបរិស្ការមិនដែលនិយាយផ្លាស់ប្ដូរនៅក្នុងរឿងរបស់គាត់ឡើយគាត់បាននិយាយថាគាត់នៅតែអាចចងចាំសម្លេងនៅទីក្រុងនានានៅលើភពព្រះអង្គារវិជ្ជាវិទ្យានៃយានអវកាសនិងពណ៌មេឃដែលមានពណ៌ក្រហមបន្តិចប៉ុន្តែភ្លឺជាងអ្វីដែលរូបថតបានបង្ហាញនៅលើភពផែនដីគាត់បាននិយាយអំពីមេឃដែលមានដែនម៉ាក់ណេទិកជាប់គ្នានិងអំពីថាមពលដែលគ្រប់គ្រងដោយស្មារតីរបស់អ្នករស់នៅលើវាពាក្យសម្ដីរបស់គាត់និយាយមកទាំងមានភាពស្ងប់ស្ងាត់និងមានទំនុកទុកចិត្តនិយាយយ៉ាងច្បាស់លាស់មិនដែលមានភាពមិនពិតប្រាកដប្រជានោះទេអ្នកវិទ្យាសាស្ត្រជាច្រើននៅតែមានការសង្ស័យចំពោះការអះអាងរបស់គាត់សូម្បីតែពួកគេបានទទួលស្គាល់ថាចំណេះចេះដឹងរបស់បរិស្ការអំពីភពព្រះអង្គារគឺមិនធម្មតាទេអ្នកខ្លះយល់ឃើញថាគាត់មានចំណេះចេះដឹងនិងគំនិតច្នៃប្រឌិតដ៏អស្ចារ្យដែលគាត់មិនធ្លាប់ដឹងថាខ្លួនឯងមានពីមុនមកអ្នកផ្សេងទៀតមើលឃើញគាត់ថាគាត់មានទេពកោសល្យដែលមានការសម័យដ៏រស់រវើកមិនធម្មតាទោះជាមានអ្នកបកស្រាយយ៉ាងណាក៏ដោយករណីនេះនៅតែជាអាចកំបាំងតើបរិស្ការពិតជាចាប់កំណើតឡើងវិញរបស់ជនជាតិភពព្រះអង្គារមែនទេឬក៏ជាចំណេះចេះដឹងរបស់គាត់នេះជាការចងចាំជីវិតគាត់ពីអតីតកាលឬក៏យ៉ាងណាការចងចាំមួយដែលស្ថិតនៅជាអាចកំបាំងរបស់យើងគ្រប់គ្នាបាទបងប្អូនតើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងនេះរឿងរបស់បរិស្ការបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវជាច្រើនងឿឆ្ងល់ព្រោះក្មេងប្រុសម្នាក់នេះអាចពិពណ៌នាអំពីវិជ្ជាវិទ្យាលំហអាកាសកន្លងតារាវិថីនិងការរចនាយានអវកាសយ៉ាងលម្អិតដែលសូម្បីតែអ្នកជំនាញក៏ពិបាកនឹងជឿថាជាការប្រឌិតរបស់ក្មេងដែរទោះជាយ៉ាងណាខាងផ្នែកវិទ្យាសាស្ត្រទូទៅនៅតែចាត់ទុករឿងនេះជាការស្រមើសម័យឬជាភាពឆ្លាតវៃហួសអាយុរបស់ក្មេងដែលចូលចិត្តអានសៀវភៅវិទ្យាសាស្ត្រចំណែកឯអ្នកជឿលើរឿងអាចកំបាំងវិញចាត់ទុកនេះជាភស្តុតាងមួយដែលបង្ហាញថាព្រលឹងមិនមានព្រំដែនឡើយព្រលឹងវិញ្ញាណអាចធ្វើដំណើរឆ្លងកាត់ចក្រវាឡពីភពមួយទៅភពមួយទៀតបាន
បាទបងប្អូនខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តទាំងអស់ដែលតែងតែចំណាយពេលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់មានសុខភាពល្អបរិបូរណ៍រកស៊ីមានបាននិងជួបតែសំណាងល្អគ្រប់គ្នាហើយជួនកាលខ្ញុំនិយាយពាក្យខ្មែរខ្លះក៏មិនបានច្បាស់ហើយបើខ្ញុំមានកំហុសដល់អចេតនាសូមមេត្តាអភ័យទោសហើយយើងនឹងជួបគ្នានៅក្នុងវីដេអូថ្មីនៅថ្ងៃក្រោយទៀតបាទសូមអរគុណបងប្អូន